បាទឥឡូវនេះយើងមកមើលលើលំហាត់ប្រតិបត្តិទី33នៅក្នុងសភៅរបស់យើងបាទគេថាគេឲ្យ switch AN កំណត់ដោយទំនាក់ទំនងកំណើនគេឲ្យ A1 មក A2 ហើយនឹងទំនាក់ទំនងកំណើនដែរអញ្ចឹងគេឲ្យយើងកំណត់ 2TN នៃ switch AN 2TN នៃ switch AN អញ្ចឹងលំហាត់នេះយើងបាទមានឧទាហរណ៍គំរូហើយក៏មានវិធីដោះស្រាយដែរអញ្ចឹងដើម្បីដោះស្រាយវាបានយើងត្រូវដោះស្រាយសមីការសម្គាល់ដើម្បីរកតម្លៃ alpha ហើយនិង beta សិនអញ្ចឹងយើងមានបាទទំនាក់ទំនង A n បូក2ដក6 AN បូក1បូក8 AN ស្មើ0សមីការសម្គាល់សមីការសម្គាល់អញ្ចឹងសមីការសម្គាល់របស់វាគឺ អការ៉េដក 6អបូក8ស្មើ0អញ្ចឹងយើងដោះស្រាយតាម discriminant ក៏បានតាមដាក់ជាកតាក៏បានអញ្ចឹងយើងដក8បាទយើងដោះស្រាយតាម discriminant អញ្ចឹង delta prime ស្មើនឹង b prime អញ្ចឹងគឺដក3ការ៉េដក AC អញ្ចឹង AC បាទយើងបាន1គុណនឹង8អញ្ចឹងគឺស្មើនឹង9ដក8ស្មើ1ឬការ៉េ delta prime ស្មើនឹងឬការ៉េនៃ1ស្មើ1អញ្ចឹងយើងបានអ1 2ណាអ1 2ស្មើនឹង b prime អញ្ចឹងគឺ3បូកដកឬការ៉េ delta បូកដក1លើ2លើ a អញ្ចឹង a យើងគឺ1អញ្ចឹងយើងអាចទាញថា1ស្មើ3ដក1 2 2លើ1 2 2ស្មើនឹង3បូក1 4 4លើ1 2 4អញ្ចឹងបើន័យថាយើងយកមួយណាជា alpha ក៏បានអញ្ចឹងលោកគ្រូយក alpha ស្មើ2ហើយនឹង beta ស្មើនឹង4អញ្ចឹងយើងធ្វើមិនទៀតត្រង់នេះបាទនេះតាមនេះណាអញ្ចឹងគេបានទំនាក់ទំនង2គេបានទំនាក់ទំនង2គឺ AN បូក2ដក alpha n អញ្ចឹង alpha របស់យើងគឺ2 alpha AN បូក1ស្មើនឹង beta បាទយើងមើលខាងនេះអញ្ចឹង beta របស់យើងគឺ4កតានឹង AN បូក1ដក alpha AN អញ្ចឹងគឺ2 AN មួយទៀតគឺ AN បូក2ដក beta AN បូក1អញ្ចឹងគឺ4 AN បូក1ស្មើនឹង alpha របស់យើងគឺ2កតានឹង AN បូក1ដក beta អញ្ចឹង beta របស់យើងគឺ4 AN អញ្ចឹងសមីការពីនេះលោកគ្រូតាំងដោយសមីការទី1
ខាងក្រោមនេះគឺទី2បាទអញ្ចឹងអូនមើលសមីការមួយបាទសមីការមួយបាទអញ្ចឹងយើងតាំង speed bn មួយចុះតាំង bn ស្មើនឹង an បូក1ដក 2 an យើងទាយរក bn បូក1ស្មើនឹង an បូក2ដក 2 an បូក1អញ្ចឹងយើងអាចសរសេរថានោះបាទយើងមើលត្រង់នេះអញ្ចឹងខាងនេះគឺ bn បូក1ខាងនេះគឺ bn យើងអាចសរសេរថា bn បូក1ស្មើនឹង 4bn អញ្ចឹងទំនាក់ទំនងនេះជាអីគេអញ្ចឹងនាំឲ្យ bn ជា switch ធរណីមានជា switch ធរណីមានដែលមានផលធៀបរួមឬក៏រេសង់គុយស្មើនឹង4និងទូទី1 b1 ស្មើនឹងបាទអញ្ចឹង b1 របស់យើងគឺស្មើនឹង a2 ដក 2a1 ស្មើនឹង a2 របស់យើងបាទនេះ a2 អញ្ចឹងគឺ3ដក 2a1 2គុណនឹង0ស្មើ1អញ្ចឹងយើងអាចទាយរក bn បាននាំឲ្យ bn ស្មើនឹង b1 គុណនឹងគុយស្មើគុណ n ដក 1 b1 របស់យើងស្មើ1គុណនឹងគុយគឺ4ស្មើគុណ n ដក 1ចាំមកទៀតយើងមើលលើសមីការទី2អានេះគ្រូតាំងដោយសមីការទី3យើងមើលសមីការទី2បាទសមីការទី2របស់យើងនេះយើងតាំងដូចគ្នាយើងតាំងcn ស្មើនឹងនេះ an បូក1ដក 4an an បូក1ដក 4an ទាញរក cn បូក1ស្មើនឹង an បូក2ដក 4an បូក1បាទអញ្ចឹងត្រង់នេះគឺ cn បូក1ខាងនេះគឺ cn អញ្ចឹងគេបានគេបាន cn បូក1ស្មើនឹង 2cn អញ្ចឹងយើងអាចសន្និដ្ឋានបានថាអីគេ cn ជា switch ធរណីមានដែលមានរេសង់ឬក៏ផលធៀបរួមដែលមានរេសង់គុយស្មើនឹងបាទស្មើនឹង2បាទនេះ2និង C1 បាទ C1 របស់យើងជំនួសតាមនេះ C1 របស់យើងគឺស្មើនឹង A2 ដក 4A1 អញ្ចឹងគឺស្មើនឹង A2 ស្មើ3ដក
ត្រង់នេះស្មើ3ទៅនេះ3ណា3ដក4គុណនឹង0បាទអញ្ចឹងគឺស្មើ3ដូចគ្នាអញ្ចឹងយើងអាចទាញរក CN របស់យើងទូទៅវាគឺ C1 សេធូនីមៀតគុណនឹងគុយសេគុណ n ដក1ស្មើនឹង3គុណនឹង2ស្វេគុណ n ដក1ទូតាំងដោយសមីការទី4ចឹងតាម3និង4យើងបានបំពេញសមីការថ្មីមួយទៀតតាម3និង4អញ្ចឹងគេបានគេនើមអុយអញ្ចឹងយើងបាន bn ស្មើនឹង3គុណនឹង4សេគុណ n ដក1 3គុណនឹង4សេគុណ n ដក1នេះសមីការទី3សមីការទី4 cn ស្មើនឹង3គុណនឹង2ស្វេគុណ n ដក1តទៀតយើងជំនួស bn និង cn ចូលជំនួស bn និង cn ចូល bn របស់យើងគឺ an បូក1ដក 2an an បូក1ដក 2an ស្មើនឹង3គុណនឹង4ស្វេគុណ n ដក1ចំណែក cn របស់យើងគឺ an បូក1 an បូក1ដក 4an ស្មើនឹង3គុណនឹង2ស្វេគុណ n ដក1យើងធ្វើការដកបំបត្តិសមីការហ្នឹងមកដើម្បីបំបត្តិ n បូក1អញ្ចឹង n បូក1ដក n បូក1អស់អញ្ចឹងអានេះបូកណាអញ្ចឹង4ដក2យើងបាន2an ស្មើនឹង3គុណនឹង4ស្វេគុណ n ដក1ដក3គុណនឹង2ស្វេគុណ n ដក1បាទយើងអាចទាញរក an របស់យើងគឺស្មើនឹង3លើ2គុណនឹង4ស្វេគុណ n ដក1ដក3លើ2ដូចគ្នាគុណនឹង2ស្វេគុណ n ដក1បាទយើងអាចទាញ3លើ2ជាកតាទាញ3លើ2ជាកតាយើងបាន4ស្វេគុណ n ដក1ដក2ស្វេគុណ n ដក1បាទនេះជាចម្លើយ n របស់យើងបាទយើងអាចជំនួសសាកមើលក្នុងករណីដែលយើងឲ្យ n ស្មើ1នាំឲ្យ a1 គឺស្មើនឹង3លើ2 4ដក1 0ចឹងបាន1ដក2ដក1 0 1ស្មើ0ពេន n ស្មើ2នាំឲ្យ a1 ស្មើនឹង3លើ2កតានឹង n ដក2 n ដក1អញ្ចឹង2ដក1 4ដក2ស្មើនឹង3បាទ